បាទសួស្តីបងប្អូនទាំងអស់គ្នាបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងមកសិក្សាឧបករណ៍បន្តមកទៀតគឺឧបករណ៍ Prasto បាទអញ្ចឹងឥឡូវនេះយើងចូលទៅក្នុងកម្មវិធីរបស់យើងទាំងអស់គ្នាមកបាទឥឡូវនេះយើងចូលមកក្នុងកម្មវិធី Photoshop របស់យើងហើយបន្តមកទៀតយើងមកមើលតាក់ទងទៅលើឧបករណ៍របស់យើង Prasto អញ្ចឹងឥឡូវនេះយើងមកមើលតាក់ទងទៅលើឧបករណ៍ Prasto របស់យើងសិនអញ្ចឹង Prasto របស់យើងនេះគឺនៅលើបាទ Shortcut key របស់វាគឺអក្សរ B ចុចលើវាប៉ក់មកគឺបានហើយយើងឈរនៅលើ Move Tool របស់យើងវិញចុច V ចូល B ចូល Prasto របស់យើងវិញបាទយើងមកមើលតាក់ទងទៅលើ option របស់យើងខាងលើអញ្ចឹងឥឡូវនេះវាទៅតាមទម្រង់អីគេទម្រង់ preset អានេះគេហៅថា preset ណាបាទជាទម្រង់ preset អញ្ចឹងយើងមកមើលសិនយើងដាក់វាជាទម្រង់ដើមសិនមកយើងកុំអាប្រើទៅលើ preset បាទអញ្ចឹងអានេះគឺយើងត្រូវប្រើទៅលើ preset ដូចគ្នាដែរអញ្ចឹងយើងធ្វើការដំឡើងទៅលើ preset ដំឡើងទៅលើអីដូចគ្នាទេអញ្ចឹងខ្ញុំបិទវាសិនមកមកលើមកយើងមកមើលកន្លែង general brush របស់យើងនេះមកហើយយើងមើលពាក្យថា source round របស់យើងនេះបាទបើយើងយកវាជាយើងអាចទាញបន្ថែមធំមកបើយើងយកវាជា hard round អាហ្នឹងគឺដិតនៃមុខប្រាស់របស់យើងយកមកដិតចេះតែម្ដងហើយយើងដាក់ color កន្លែងនេះយើងធ្វើការមើល color មកដូរទៅវាមកយើងដាក់វាពណ៌ចេះមកដើម្បីងាយស្រួលបាត់តែម្ដងបាទប៉ុន្តែបើយើងយកវាជា source round វាអត់ច្បាស់ទេវា blur ទៅលើ cam របស់យើងចឹងវាប៉ក់ឃើញទេវាបែក blur រឿងព្រិលរឿងបែកចឹងទៅបាទបែបហ្នឹងបាទអញ្ចឹងយើងមកមើលមួយតាក់ទងទៅលើ brush របស់យើងបាទកន្លែងនេះគឺជាមុខ brush របស់យើងចង់ឲ្យមុខ brush របស់យើងរឿងផ្ដេកយើងដាក់ទាញវាចឹងមកវាបានផ្ដេកយើងចង់ឲ្យមុខ brush របស់យើងរឿងប្រឈើយើងដាក់ចឹងមកវាប្រឈើយើងវិញបាទដល់ពេលកន្លែងនេះតាក់ទងទៅលើសាយបាទន័យថាកន្លែងនេះគឺជាសាយនៃមុខ brush របស់យើងចង់បានមុខ brush របស់យើងតូចយើងទាញមកតូចឃើញទេបើយើងចង់បានមុខ brush របស់យើងធំយើងទាញវាមកវាប៉ុណ្ណេះមកវានឹងធំទៅតាមហ្នឹងដែរបាទយើងអាចទាញឲ្យកាន់តែខ្លាំងមកវាកាន់តែធំពីនឹងទៀតអានេះវាធំអស់ហើយយើងមើលអត់ឃើញទេ scale វាទៅទៀតមកឃើញទេបាទនេះគឺយើងទាញទៅលើមុខ brush របស់យើងចង់បានប៉ុណ្ណាយើងទាញបែបហ្នឹងមកតែទៅលើសាយហើយតែទៅលើ hardness បាទន័យថាវាជាភាពច្បាស់ឬក៏ភាពដិតឬក៏ blur នៅកន្លែង hardness របស់យើងហ្នឹងយើងទាញវាឲ្យអស់វាចេះមកចុចទៅវាប៉ក់វាច្បាស់ជំនួសអីគេកន្លែងហ្នឹងជំនួសឲ្យកន្លែង hard round របស់យើងនេះបាទប៉ុន្តែបើយើងទាញវាដាក់ត្រឹម0មកវិញជំនួសឲ្យ soft round របស់យើងហ្នឹងគឺវា blur ចេះវិញបាទអញ្ចឹងគឺវាប្រើវាបែបហ្នឹងណាបាទអញ្ចឹងតើតឹងទៅលើនេះយើងអាចធ្វើការទាញចឹងក៏បានដែរឬក៏មួយទៀតយើងប្រើជា shortcut key ហ្មងយកចាំបាច់ធ្វើការបើកទៅលើមុខប្រាស់ចូលកន្លែង option របស់វាទេយើងចង់បានឲ្យមុខប្រាស់របស់យើងនេះរឿងតូចយើងចុចគ្នាបើកតូចឃើញទេចុះបើយើងចង់បានគ្នាមុខប្រាស់របស់យើងអញ្ចឹងអាកន្លែងម៉ៅដែលខ្ញុំអូនហ្នឹងគេហៅថាមុខប្រាស់បើយើងចង់បានមុខប្រាស់របស់យើងធំយើងចុចគ្នាបិទវិញបិទចុចជាប់មកវាធំឃើញទេបាទចុចវាធំចុះបើយើងចង់ឲ្យវាដិតវិញបាទឥឡូវខ្ញុំហាញតែទៅលើធំហើយនឹងតូចយើងចុចតូចគ្នាបើកធំគ្នាបិទបាទឬក៏មួយទៀតយើងចុចអាល់ហូរអាល់មួយឲ្យជាប់ទាំងមកបាទយើងចុចម៉ៅស្ដាំកុំអាប់លែងយើងទាញវាមកស្ដាំមកមុខប្រាស់របស់យើងធំយើងទាញវាមកឆ្វេងយើងរុញវាមកឆ្វេងមុខប្រាស់របស់យើងតូចណាមកស្ដាំធំមកឆ្វេងតូចបាទចុះបើមួយទៀតយើងមកមើលកន្លែងនេះបើយើងចង់ឲ្យមុខប្រាស់របស់យើងច្បាស់ល្អច្បាស់ដុតឬក៏យើងជំនួសទៅលើ hard round នេះយើងប្រើបែបម៉េចវិញបាទចុចលើវាសិនមកគេដាក់នៅនេះសិនក៏បានដែរយើងទាញដាក់ក្លៀនមើលបានដាក់លើហ្នឹងចុះឥឡូវយើងចង់បានឲ្យវាមុខប្រាស់របស់យើងហ្នឹងវាច្បាស់យើងចុចអាល់មួយឲ្យជាប់ដូចគ្នាដែរអញ្ចឹងយើងចុចម៉ៅស្ដាំយើងទាញមកឆ្វេងវាធំទាញមកស្ដាំធំទាញមកឆ្វេងតូចយើងរុញវាទៅលើវា blur យើងរុញវាមកក្រោមអូនម៉ៅរបស់យើងនេះឡើងលើចុះក្រោមមកក្រោមហាត់ round ទៅលើ soft round បាទឃើញទេយើងចង់ឲ្យវាច្បាស់ឬក៏ blur អាស្រ័យទៅតាមការងារជាក់ស្ដែងរបស់យើងបាទឥឡូវនេះខ្ញុំឧទាហរណ៍ថាចង់ឲ្យវាបែប blur ចេះសិនឃើញទេយើងបាន blur បែបនេះហើយមួយទៀតយើងអាចធ្វើការបដូរទៅលើ color របស់យើងនេះបាទយើងចង់បានវាពណ៌ខ្មៅដាក់វាជាខ្មៅបានជាស្មៅយើងចង់បានវាពណ៌លឿងចុច OK មកយើងដាក់វាបានដូចគ្នាដែរឃើញទេបានដូចគ្នាដែរបាទហើយយើងមកមើលកន្លែង opacity ហើយនិង flow របស់យើងនេះបាទតើតើទៅលើ opacity បានន័យថាជាធាតុច្បាស់នៃ brush របស់យើងច្បាស់បែបម៉េចខ្ញុំដាក់វាចេះខ្ញុំដាក់ជា hard round សិនចុះបាទហើយ opacity របស់យើង100ពេញរួមម្នេះមក click ប៉ក់ពេញបាទទាញអស់សិនមកម្ដងទៀតទាញអស់ដាក់វាមក100ពេញបាទបន្តមកទៀតខ្ញុំធ្វើការតម្លាក់ទៅលើ opacity ខ្ញុំតម្លាក់វាត្រឹមតែ
55ខ្ញុំចុចវាទៀតបាទវាធ្លាក់មកកម្រិតខ្ញុំតម្លាក់វាទៀតមកធ្លាក់មកកម្រិតទៀតបាទអញ្ចឹងយើងមកនិយាយតាក់ទងទៅលើ opacity ខ្ញុំតម្លាក់វាមកទៀតដាក់ទៅមួយមើលវាឡើងទៅឃើញវិញណាបាទអញ្ចឹងតាក់ទងទៅលើ opacity របស់យើងគឺជាភាពច្បាស់នៃ color របស់យើងបាទអញ្ចឹងបើយើងដាក់វា color 100ពេញវាបានពណ៌ក្រហមពណ៌ original របស់យើងតម្លាក់វាត្រឹម55វាបានកម្រិតនៃ color មួយហ្នឹងគឺវានឹងធ្លាក់ទៅតាមនៃ opacity របស់យើងដែរយើងដាក់វា55អញ្ចឹងវាធ្លាក់ទៅលើពន្លឺឬក៏ color នឹងឯងដល់ពេលយើងដាក់វាត្រឹមតែប្រហែលដូចជា20ជាងយើងបាន color បែបនេះដល់ពេលយើងដាក់វាត្រឹម1យើងអាចឃើញវាបានទេឃើញណាបាទអញ្ចឹងកន្លែងហ្នឹងយើងត្រូវមើលដែរអញ្ចឹង opacity គឺជាភាពច្បាស់ឬក៏មិនច្បាស់ទៅលើ color របស់យើងហ្នឹងបាទឬក៏អាចនិយាយបានថាជាពន្លឺក៏បានដែរយើងចង់បានពន្លឺកាន់តែខ្លាំងយើងដាក់ opacity របស់យើង100យើងចង់បានពន្លឺហ្នឹងអត់ចង់ឲ្យពន្លឺខ្លាំងយើងដាក់វាត្រឹមតែ50 40ទៅតាមតម្រូវការយើងចង់បានបាទយើងដាក់វាត្រឹម100ដើមវិញមកតែតឹងទៅលើ flow បាទតែតឹងទៅលើ flow បែបនេះទេបាទឧទាហរណ៍ថាយើងធ្វើការដាក់វា100អញ្ចឹងមកយើងធ្វើការអូសវាមកវាជាប់គ្នាអញ្ចឹងបាទចុះ flow ខ្ញុំដាក់វាត្រឹមតែ19 17ខ្ញុំអូសវាមកវារឿងបតាឃើញទេប៉ុន្តែវាធ្លាក់ពន្លឺដូចគ្នាដែរប៉ុន្តែវាអត់ smooth ចូលគ្នាលក្ខណៈថាវាអត់ balance ចូលគ្នាពេលយើងអូសវាមកវារឿងបតាអញ្ចឹងប៉ុន្តែពន្លឺវាធ្លាក់ដែរបាទពន្លឺហ្នឹងក៏វាធ្លាក់ដែរចឹងកន្លែងហ្នឹងនៅពេលដែលយើងធ្វើវាយើងអនុវត្តវាតែចេះស្ដាយមកថាអាហ្នឹងវាធ្លាក់អីបែបម៉េចបាទខ្ញុំប្រើទៅលើ opacity ក៏វាធ្លាក់ដែរទៅលើ flow ក៏វាធ្លាក់ដែរបាទអាហ្នឹងបាទគាត់ថាវាខុសគ្នាតែប៉ុណ្ណេះទេនៅពេលដែលយើងដាក់ flow របស់យើងត្រឹមតែ17ពណ៌ហ្នឹងដដែលប៉ុន្តែយើងដល់ពេលយើងចង់ផាត់វាមកវារឿងបតាចេះឃើញបតាអត់ដាក់បតាអញ្ចឹងប៉ុន្តែបើយើងដាក់វាពេញមកដាក់វាពេញអូវាមកវា smooth ចូលគ្នាអញ្ចឹងបាទវា balance ចូលគ្នាអញ្ចឹងទៅណាបាទអញ្ចឹងបាន background ថ្មីមួយទៀតដែរបាទអញ្ចឹងតែតឹងទៅលើ flow របស់យើងគឺយើងធ្វើវាបែបហ្នឹងអូខេ control Z មកវិញសិនហើយនេះយើងខ្វែងវាចោលសិនក៏បានដែរ gradient របស់យើងបាទជាទូទៅមិនយើងដល់ opacity ដល់ flow ហើយតែតឹងទៅលើ smooth នេះបានន័យថាយើងចង់ឲ្យវា smooth ខ្លាំងយើងអូមក smooth ខ្លាំងយើងដាក់តម្លៃវាឲ្យខ្លាំងមកអូមក smooth ដែរបាទអញ្ចឹងយើងដាក់វាត្រឹម10វិញមកកន្លែងណាជាទូទៅយើងដាក់វាត្រឹម10ទេបាទហ្នឹងបាទតិចទៀតខ្ញុំនឹងបង្ហាញចាត់តាំងទៅលើការប្រើទៅលើ preset ដូចគ្នាដែរអញ្ចឹង preset គឺយើងត្រូវដឹងឬក៏យើងត្រូវចេះប្រើដូចគ្នាហើយ preset គឺយើងត្រូវទៅទាញយកដើម្បីយកមកប្រើបានដូចគ្នាដែរបាទអញ្ចឹងដំបូងយើងចូលមកធ្វើចាត់តាំងទៅលើការដាក់ស្រមោលដាក់ពន្លឺសិនមកហើយការបិទឬក៏បាំងទៅលើរូបអីមួយចឹងទៅបាទអញ្ចឹងក្នុងការបង្កើតជាស្រមោលជាទូទៅក៏គេយកប្រាស់មកធ្វើដូចគ្នាដែរបាទហើយស្រមោលមិនមែនថានៅស្រមោលគ្រប់ទម្រង់ទាំងអស់តែតែយកប្រាស់មកធ្វើទេអត់ទេកន្លែងនេះដូចជាទម្រង់ផ្សេងយើងអាចយកប្រាស់មកធ្វើដែរយំទៅបើទម្រង់យើងមើលទៅតាមទម្រង់នៃស្រមោលរបស់យើងដែរបាទអញ្ចឹងយើងមិនថាតម្រូវថាឲ្យតែស្រមោលយកឧបករណ៍ប្រាស់មកធ្វើទេយើងមានឧបករណ៍ផ្សេងទៀតយកមកធ្វើវាយកបង្កើតវាជាស្រមោលបានដែរបាទអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញតទៅលើការដាក់ស្រមោលនៅលើកំប៉ុងមួយចុះបាទយើងទៅរកកំប៉ុងមួយមកអីមួយបាទអញ្ចឹងយើងមកមើលតាក់ទងទៅលើការដាក់ស្រមោលនៃកំប៉ុងរបស់យើងនេះបាទតាក់ទងទៅលើអាម៉័ររបស់យើងអញ្ចឹងយើងធ្វើការដាក់ស្រមោលដែលយើងប្រើទៅលើឧបករណ៍ Prasto នឹងឯងអញ្ចឹងយើងធ្វើការដាក់ស្រមោលវាបែបម៉េចបាទយើងទាញវាមកប៉ុណ្ណេះសិនហើយខ្ញុំធ្វើការផ្លាស់ប្ដូរទៅលើ background យើងយកកន្លែង solid នេះយើងមកមើលកន្លែង color របស់យើងនេះ adjustment យកពាក្យថា solid color យើងដាក់វាជា background រឿងប្រផេះចេះសិនចាស់បាទបន្តទៀតខ្ញុំទាញ solid យកមកក្រោមចឹងមកខ្ញុំបានប៉ុណ្ណេះហើយខ្ញុំអាចធ្វើការ scale វាធំដើម្បីងាយស្រួលមើលបាទបន្តមកទៀតនៅពេលដែលយើងប្រើប្រាស់យើងត្រូវបង្កើតជា layer ឲ្យវាមួយសិនចូលមកលើ brush ឥឡូវនេះយើងអាចប្រើវាបានទេប៉ុន្តែបើវានៅលើ background គេបងអស់នេះយើងអាចប្រើវាបានប៉ុន្តែនៅពេលដែលយើងប្រើទៅលើ background នេះតែម្ដងយើងបង្កើតទៅវាចូលមកនេះឃើញទេវាអត់ឃើញទេបាទយើងបិទនេះបានវាឃើញបាទចឹងหมายថាយើងធ្វើការផ្លាស់ប្ដូរទីតាំងអត់បានទេដោយសារយើងឈរនៅលើ background អញ្ចឹងយើងត្រូវបង្កើត layer ឲ្យវាមួយសិនមកដល់ទៀតកន្លែង layer មួយនេះយើងដាក់ឈ្មោះវាបានដូចគ្នាដែរ click នៅលើវាពីរដងកន្លែងឈ្មោះហ្នឹងបាទយើងដូរវាដាក់ជា shadow តែតឹងទៅលើស្រមោលយើងអាចដាក់វាជា shadow ទៅហើយទៅជាអីផ្សេងយើងអាចដាក់ឈ្មោះទៅតាមទម្រង់ដែលយើងបានថាវាជាឈ្មោះអ្វីដែលយើងចង់ដាក់ដើម្បីងាយស្រួលក្នុងការចំណាំទេកន្លែងហ្នឹងឥឡូវខ្ញុំដាក់វាជា shadow ហើយខ្ញុំមកឈរនៅលើ brush ចុច B មកដើម្បីចូល brush
ជាទូទៅនៅពេលដែលគេបង្កើតវាជាស្រមោលគេតែងតែប្រើវាទៅលើពណ៌ខ្មៅបាទទៅលើពណ៌ខ្មៅអញ្ចឹងកន្លែងនេះខ្ញុំធ្វើការ click នៅកន្លែង color របស់យើងនេះខ្ញុំដាក់វាជាពណ៌ខ្មៅក៏បានដែរឬក៏មួយទៀតខ្ញុំគ្រាន់តែចុចកន្លែងនេះវាមានខ្មៅហើយនឹងសហ្នឹងអូខេចុចលើវាប៉ក់អញ្ចឹងវាចូលឲ្យយើងដូចគ្នាដែរបាទអញ្ចឹងខ្ញុំធ្វើការបង្កើតទៅលើស្រមោលវាមួយការបង្កើតទៅលើស្រមោលយើងធ្វើការតម្លាក់ទៅលើនេះហាត់នេះរបស់យើងនឹងមកតម្លាក់វាមកដើម្បីអីគេឲ្យវា blur ឬក៏យើងដាក់វាជាពេញក៏បានដែរប៉ុន្តែយើងប្រើតែតាំងទៅលើ technique blur របស់យើងក៏បានដែរឥឡូវខ្ញុំដាក់វាពេញចឹងមកបាទតមកទៀតខ្ញុំមកឈរនៅលើវាហ្នឹងឈរលើវាខ្ញុំ control T ទៅធ្វើការធ្វើវាឲ្យទៅ8តែតាំងទៅលើស្មើធ្វើវាឲ្យទៅ8ហ្នឹងទៅចុច C មួយជាប់មកខ្ញុំទាញបែបនេះមកវាទៅ8ដែរឃើញទេទៅ enter មួយប៉ប៉ុន្តែនៅពេលនេះស្រមោលរបស់យើងវាអត់តន់ធ្វើឲ្យយើងបែបនេះទេឥឡូវស្រមោលវាលក្ខណៈថាវានៅច្បាស់ណាបាទអញ្ចឹងស្រមោលលក្ខណៈថាព្រើអញ្ចឹងយើងត្រូវតែធ្វើការ blur វាសិន blur វាយើងមកមើលទៅលើគេមកនេះមកកន្លែង filter យកពាក្យថា blur យកពាក្យថា Gaussian blur ខ្ញុំទាញតម្លៃលេខកាន់តែខ្លាំងវា blur កាន់តែខ្លាំងឃើញទេបាទខ្ញុំដាក់វាប៉ុណ្ណានេះសិនចុះនឹងសិនមកនឹងមកបាទឃើញទេយើងអាចធ្វើការដាក់វាជាស្រមោលបានដែរបាទឬក៏មួយទៀតយើងបិទដល់សិនចុះបិទវាខ្ញុំបង្កើត layer វាមួយទៀតមកកាត់ layer វាមួយទៀតមកបាទខ្ញុំឈរនៅលើ brush ហើយខ្ញុំរុញវានេះកន្លែងហាត់នេះរបស់យើងនេះបាទហាត់នេះខ្ញុំតម្លាក់វាត្រឹមតែ0មកបានហើយខ្ញុំ click លើវាប៉ខ្ញុំបង្កើតវាមក control C ចុច C មួយជាប់ control T ចុច C មួយជាប់មកបានតែខ្ញុំទាញវាយកមកដាក់នៅក្រោមឃើញទេចុច enter មួយប៉យើងបានស្រមោលហើយប៉ុន្តែស្រមោលយើងមើលទៅវាអត់តស្អាតទេបាទយើងអាចស្រែវាបានបាទយើងអាចធ្វើការស្រែយើងទាញចេញតិចមកចុច C មួយមកទាញចេញឲ្យវាឃើញស្អាតចឹងទៅវាមកក្រោមហ្នឹងមក enter ប៉ឃើញទេបាទទៅចឹងមកបានមួយយើងបានស្រមោលមួយបាទយើងធ្វើបែបហ្នឹងយើងអាចធ្វើការសេរីវាបន្ថែមស្រមោលរបស់យើងបែបម៉េចគឺថាយើងអាចធ្វើការសេរីវាយើង control T មួយមកយើងចុចកន្លែង right click លើវានេះតែ click យើងយកពាក្យថា warp មកអូខេអញ្ចឹងខ្ញុំបង្ហាញតាក់ទងទៅលើ warp ទៅលើ perspective ទៅលើ distance ទៅលើ scale អញ្ចឹងទៅតាក់ទងទៅលើ scale ខ្ញុំទាញលើវាអញ្ចឹងមកបាទចុចលើវាខ្ញុំទាញបើទៅលើ scale ខ្ញុំទាញវាមកវាមកតាមជាងនេះវាហត់ចូលទៅវិញឃើញទេបាទដល់ពេលខ្ញុំទាញខាងក្រោមខ្ញុំឈរនៅលើខាងក្រោមខ្ញុំទាញមកវាមកជាងហត់មកខាងនេះវិញបាទអញ្ចឹងមើលទៅតាមទម្រង់ចាក់ស្ដែងអញ្ចឹងមើលមួយទៀតតាក់ទងទៅលើ distance របស់យើងទាញវាមកឈរនៅលើកែមយ៉ាងមកវាបែបម៉េចវាចូលដូចគ្នាទៅហ៎បាទឬក៏យើងដាក់អញ្ចឹងមកយើងទាញវាបានមកឆ្វេងមកស្ដាំមកទៅលើទៅក្រោមហ្នឹងទៅបាទយើងមើលទៅតាមទម្រង់ហ្នឹងទៅបាទយើងទាញនេះមកណាអញ្ចឹងយើងទាញនេះទៅវិញមើលបាទណាអញ្ចឹងវិញបាទអញ្ចឹងអាហ្នឹងយើងមើលវាជាក់ស្ដែងអញ្ចឹងមកយើងមើលវាជាក់ស្ដែងអញ្ចឹងមកបាទយើងមើលវាជាក់ស្ដែងអញ្ចឹងមកម្ដងទៀតមក control T វាម្ដងទៀត click លើវាយកពាក្យថា perspective បាទយើងមើលទាញវាមកបាទយើងដាក់មកវាមានសញ្ញាព្រួញទៅឆ្វេងមកស្ដាំយើងមកឆ្វេងមកស្ដាំអញ្ចឹងបាទយើងប្រើវាទៅតាមលើចក្រមអញ្ចឹងទៅទៅតាមតម្រូវការដែលយើងចង់ប្រើចង់ធ្វើវាអញ្ចឹងទៅណាឆ្វេងមកស្ដាំយើងចុចលើនេះមើលវាបែបព្រឹងពុតទៅចេះវិញអាកន្លែង perspective ហ្នឹងឧទាហរណ៍ចេះអក្សររបស់យើងឈរលើ text មក click លើវាបានប៉ុណ្ណឹងឧទាហរណ៍មួយខ្ញុំ control T ហើយខ្ញុំយកពាក្យថា perspective ប៉ុន្តែនេះយើងប្រើវាបានទេនៅលើអក្សរដោយសារអីវាជាទម្រង់ font បាទខ្ញុំត្រូវ convert វាទៅជា smart object មួយសិនមកបាន click លើវាយកពាក្យថា perspective ចុចកែមនឹងមករុញវាចូលចេះឃើញទេបានជាទម្រង់អក្សរផ្ដេកបាទបានជាទម្រង់អក្សរផ្ដេកយើងអាចលេងវាចេញចេះទៅចេះណាយ៉ាងលេងបែបចេះណាអាហ្នឹងអាស្រ័យលើយើងទេបាទយើងចង់បានបែបអក្សរផ្ដេកអញ្ចឹងក៏បានដែរបាទអញ្ចឹងកន្លែង perspective យើងធ្វើវាបែបហ្នឹងទៅតាមទម្រង់ដែលយើងចង់បានបាទលុបវាចេញវិញមកបាទអញ្ចឹងយើងមកនិយាយទៅតាមទៅលើស្រមោលទៅយើងស្រមោលយើងដាក់ប៉ុណ្ណេះសិនចាស់បាទយើងដាក់ប៉ុណ្ណឹងសិនហើយទៅតាមទៅលើ brush របស់យើងអាចធ្វើវាជាស្រមោលចុះយើងចង់វាយជាពន្លឺវិញបានណាយើងធ្វើបានទៀតបាទជាពន្លឺយើងបង្កើត layer ពន្លឺវាមួយអញ្ចឹងពន្លឺខ្ញុំចង់ដាក់វាពីលើតែម្ដងខ្ញុំចុចបង្កើត layer ពីលើផលិតផលរបស់យើងបន្តមកទៀតខ្ញុំធ្វើការផាត់បាទនៅពេលដែលយើងប្រើទៅលើពន្លឺយើងតែងតែប្រើពណ៌សពន្លឺរបស់យើងប្រើពណ៌សយើងផាត់លើវាអញ្ចឹងផាត់លើវាអញ្ចឹងមកបាទកងកខ្វល់ផាត់លើវាសិនអញ្ចឹងមកឲ្យវាចិត្តពីហ្នឹងមកឬក៏មួយទៀតយើងចង់ដាក់ពន្លឺទៅលើគេបាទដាក់ពន្លឺទៅលើគេយើងអាចធ្វើវាបានខ្ញុំចូលមកកន្លែងហ្នឹងមួយឈរនៅលើ layer ពន្លឺរបស់យើងនេះ layer ពណ៌សហ្នឹងយើង right click យកពាក្យថា create clipping mask បាទ
តែតើទៅលើ create clipping mask របស់យើងនៅពេលដែលយើងរៀនចូលដល់ mask ចាំយើងលំអិតតែតើទៅលើ create clipping mask ចឹងអ្វីដែលសំខាន់ពេលនេះយើងមកយកខ្លះទៅតែតើទៅលើ clipping mask ហ្នឹងបាទតែតើទៅលើ clipping mask ហ្នឹងបានន័យថាយើងធ្វើការបញ្ចូល layer ដែលយើង layer ពន្លឺមួយនេះ layer ពន្លឺនេះឲ្យចូលមកក្នុងផលិតផលរបស់យើង layer ផលិតផលអាម៉របស់យើងនេះបាទបែបហ្នឹងទេម្ដងទៀត clipping mask បានន័យថា layer ពន្លឺបញ្ចូលមកក្នុង layer ផលិតផលបាទក្រៅពីហ្នឹងយើងអត់ចូលទេចូលតែ layer ស្ទាប់ទេបាទគឺបែបហ្នឹងអញ្ចឹងយើងមកមើលពលឺរបស់យើងវាជះពេកត្រូវអត់យើងមកមើលកន្លែង blend mode នេះកន្លែង blend mode ហ្នឹងយើងអាចធ្វើការជ្រើសរើសវាបានយើងដាក់វាជា multiply មើលយើងដាក់វាជា color bars របស់យើងនេះមើលហើយយើងដាក់វាអីទៀត screen មើលអូខេ light scan របស់យើងមើល color dark របស់យើងនេះមើលបាទ overlay មើលណាsource line មើល hard line យើងមើលបាទយើងមើលបែបហ្នឹងយើងមើលថា color មួយណាដែលយើងត្រូវប្រើវាបាទណាត្រូវចង់បានវាអូខេ divide ណាឥឡូវខ្ញុំដាក់ឧទាហរណ៍ថាទៅលើ overlay ចាបាទ overlay យើងបានពលឺនេះឃើញទេយើងបានពលឺហើយប៉ុន្តែដោយសារពលឺរបស់យើងខ្លាំងពេកយើងមកមើលកន្លែង opacity របស់យើងនេះតម្លាក់ opacity មកពលឺរបស់យើងស្រាល clear ឯងបាទណាពលឺឃើញអត់បាទគឺបែបហ្នឹងយើងអត់ចង់ឲ្យវាបានពលឺជះពេកទេយើងមើលជាក់ស្ដែងណាទៅតាមពលឺយើងដាក់វាតម្លាក់ទៅលើតម្លៃលេខរបស់យើងមកឃើញទេបាទលាក់ទៅតាមតម្លៃលេខរបស់យើងមកនេះពលឺនៅការយើងធ្វើវាបែបហ្នឹងឬក៏មួយទៀតខ្ញុំលុបវាចោលមកយើងចង់បង្កើតពលឺបង្កើត layer វាមួយបង្កើត layer វាមួយមកបង្កើតវាមួយមកចុចលើវាបោះបាទអញ្ចឹងយើងដាក់ថាម៉េចអាហ្នឹងវាជាពលឺយើងអាចឆែកបាន live VIK យើងមកបាទប៉ុណ្ណឹងបន្តមកទៀតយើងឈរនៅលើវា clipping mask ចូលទេមក clipping mask មកចូលប៉ក់អូខេចូលនៅចូលហើយបន្តមកទៀតយើងមកមើលទៅលើគេពលឺណាយើងប្រើតាក់ទងទៅលើពលឺយើងផាត់វាមកផាត់មកពេញចូលអត់ចូលប៉ុន្តែយើងផាត់ទៅវាបែបម៉េចពលឺមកវាជ្រុលពេកអត់អីទេចាំយើងធ្វើការស្រែវាបានឥឡូវថតកន្លែងនេះ Ctrl C មកវិញមកបាទកន្លែងនេះយើងដាក់វាជា source overlay ឬក៏ source line សិនមកយើងផាត់វាមើលនេះហ៎ខ្ញុំផាត់ចូលនៅចូលហើយនេះឃើញទេបាទទៅមកពលឺបែបម៉េចជាតាណាយើងស្រែផាត់ជាក់ស្ដែងចឹងមកបាទនឹងតាក់ទងទៅលើពលឺរបស់យើងអូខេក្នុងការបង្កើតពលឺរបស់យើងហើយពលឺជាទូទៅគេតែងតែប្រើពណ៌សចុះបើយើងចង់ប្រើពណ៌ផ្សេងបានអត់អាហ្នឹងយើងអាស្រ័យទៅលើ background របស់យើងទេឬក៏ពលឺដែលយើងជះមកពណ៌អីយើងដាក់វាពណ៌ហ្នឹងមកអត់ថាយើងដាក់ពណ៌នេះមើលពណ៌ចេះមើលបានណាបានដែរឃើញទេអីមិនបានណាយើងស្រែទៅតាមហ្នឹងទៅបាទមិនតម្រូវបានតែពណ៌សទេពលឺបាទអញ្ចឹងយើង Ctrl C វិញមកបាទអញ្ចឹងតាក់ទងទៅលើbrush របស់យើងប្រើទី1សម្រាប់បង្កើតស្រមោលទី2យើងប្រើវាធ្វើការដាក់ពលឺទៅលើផលិតផលរបស់យើងទៅលើរូបរបស់យើងហើយទី3យើងប្រើវាសម្រាប់ធ្វើការបិទឬក៏លាក់ឬក៏បង្ហាញទៅលើផលិតផលយើងប្រើបែបម៉េចនៅពេលដែលយើងប្រើ brush អូខេបាទអញ្ចឹងយើងមកមើលកន្លែងនេះ brush បាទកន្លែង brush ហ្នឹងបាទអញ្ចឹងយើងមកមើលកន្លែង layer នៃអីគេនេះឥឡូវខ្ញុំលុបកន្លែងនេះចោលសិនបាទអញ្ចឹងយើងមកមើលកន្លែង layer នៃផលិតផលរបស់យើងនេះមកបាទនៅពេលដែលយើងចង់ធ្វើការលាក់ឬក៏បង្ហាញទៅលើផលិតផលកន្លែងណាមួយយើងត្រូវដាក់ mask ឲ្យវាសិនកន្លែងនេះគឺជា mask តែតាំងលើ mask យើងនឹងលម្អិតនៅមេរៀនរបស់យើងនៅពេលដែលយើងរៀនដល់បាទឥឡូវ mask របស់យើងនេះយើងឈរនៅលើ brush យើងធ្វើការលាក់ទៅលើកន្លែងខាងក្រោមនេះចុចអូចឹងមកវាលាក់វិញវាបិទអត់បិទហើយបាទឃើញទេបាទចុះខ្ញុំចង់បង្ហាញវិញយើងមកមើលសិនយើងមកមើលសិនកន្លែងពណ៌ខ្មៅបានន័យថាវានឹងលាក់ពណ៌សបានន័យថាវានឹងបង្ហាញឃើញទេពណ៌សបង្ហាញខ្មៅលាក់សបង្ហាញបាទយើងមកមើលមកខ្មៅលាក់សបង្ហាញអញ្ចឹងយើងចំណាំមកយើងអាចណូតវាទុកទៅពណ៌ខ្មៅលាក់ដូរវាដាក់ពណ៌សវិញបង្ហាញឃើញទេហើយលាក់សបង្ហាញបាទគឺវាបែបហ្នឹងអូខេយើងបានប៉ុណ្ណឹងអញ្ចឹងយើងប្រើវាសម្រាប់ធ្វើការលាក់ទៅលើផលិតផលឬក៏ទៅលើអ្វីដែលយើងចង់លាក់យើងបង្កើតវាជាស្រមោលយើងប្រើវាសម្រាប់ដាក់ពលឺបានដូចគ្នាដែរបាទឬក៏យើងអាចធ្វើការប្រើវាទៅតាមទម្រង់ផ្សេងទៀតដែលយើងយល់ពីវាច្បាស់ណាបាទដែលយើងនឹកឃើញពីវាយើងអាចប្រើទៅតាមទម្រង់ផ្សេងទៀតបានទៀតមិនមែនប្រើបានតែប៉ុណ្្នឹងទេបាទទៅលើប្រាប់របស់យើងហើយមួយទៀតយើងមកមើលតាក់ទងទៅលើ preset បាទទៅលើ preset យើងចូលមកកន្លែងហ្នឹងមកបាទកន្លែងនេះអញ្ចឹង preset របស់យើងមានច្រើនទៀតណាយើងអាចធ្វើការដំឡើងវាចូលមកបាទឥឡូវឧទាហរណ៍ថាខ្ញុំចង់បានទៅលើ preset បែបម៉េចណាខ្ញុំមើលសិនតាក់ទងទៅលើមកជា smoke
ជាផ្សែងលក្ខណៈផ្សែងយើងចង់បានជាលក្ខណៈផ្សែងណានេះចុចលើវាចឹងមកហើយខ្ញុំធ្វើការមើលមុខប្រាស់សិនវាធំពេកបាទប្រាស់ធំពេកនេះគេលក្ខណៈផ្សែងចុចមកវាអត់ឃើញទេដោយសារអីវាចូលនៅក្នុងម៉ាស់នេះយើងបង្កើត layer វាមួយសិនមកបកបានជាផ្សែងនៅបានហើយណាបានហើយបាទហើយយើងដូរពណ៌វាបានតាកន្លែងហ្នឹងយើងដាក់វាពណ៌ផ្សេងទៀតតាមទម្រង់ចង់បានតែឃើញណាយើងអាចបង្កើតវាបានបាទអញ្ចឹងទៅលើ preset យើងប្រើវាដែរពេលខ្លះយើងចង់បានលក្ខណៈផ្សែងមកអីហ្នឹងពិបាកក្នុងការធ្វើយើងអត់ចាំបាច់ទៅធ្វើអីញ៉ៃទេបាទណានេះយើងយកមក list star យ៉ាងមកឃើញណាបាទលក្ខណៈបែបហ្នឹងបាទវាមានច្រើនណាស់ទៅលើ preset អញ្ចឹងខ្ញុំនឹងប្រាប់តែតាមទៅលើការដំឡើងតិចយើងចូលមកកន្លែងហ្នឹងយកពាក្យថា setting ហើយយកពាក្យថា import brush អញ្ចឹងវាចូលមកយើងទៅរកឯកសារដែលយើងត្រូវដាក់វាចូលលើនេះបាទយកពាក្យហ្នឹងមកហើយយកពាក្យថា all preset យើងមកមើលទៅលើ preset brush នេះ brush ហើយយើងមើលទៅឡើងទៅលើគេblock យើងបាទ landscape បាទ lens flare យើងយក lens flare បែបនេះមកយើងចុចលើវាអញ្ចឹងយើងអូសមកក្រោមវានេះអញ្ចឹងពេលយើងទៅឡើងមកវានឹងចូលនេះ lens flare របស់យើងឃើញណាបើកវាមកអញ្ចឹងយើងមើលវាតែវាជាទម្រង់បែបម៉េចព្រោះមើលមុខដែរតូចមកវាបែបអញ្ចឹងហ៎លយតាកន្លែងនេះបើយើងដាក់ពណ៌សបើនឹងលយយើងដូរវាដាក់ពណ៌សមើលជា blue ជាឃើញណាគឺស្អាតអត់បាទអញ្ចឹង lens flare គឺយើងប្រើវាបែបនេះបាទ preset យើងអាចចូលទៅទាញវាបាននៅលើ website មិនក៏ដែរ brush this របស់យើងហ្នឹងហើយយើងអាចទៅ search វាមកបាទកន្លែងនេះយើងយកវាជា brush search វាជា brush មកទៅតាមទម្រង់មក brush អីទេមិនជា smoke ណាជា smoke ក៏បានដែរហ្នឹងមកចុចមកបាទនេះឃើញទេមក corner តាក់តងទៅលើផ្សែងរបស់យើងចង់មកប្រភេទម៉េចយើងធ្វើការដំឡើងទៅប៉ុន្តែបើលក្ខណៈ premium បែបនេះយើងតតែទិញវាណាបាទអញ្ចឹងយើងប្រើតែ free ហ្នឹងយកទៅណាមិនអស់ទេបាទយើងចាំបាច់ទៅទិញអីទេតែបើយើងចង់មានលទ្ធភាពក្នុងការទិញក៏ទិញប្រើទៅនេះណាអត់ជាបញ្ហាទេបាទក្នុងការ download ក៏អត់ពិបាកដែរយើងចុច download ដូចតែ save ដែរទេហើយយើងធ្វើការដំឡើងដូចតែមិញដែរទេបាទអញ្ចឹងយើងមើលទៅតាមទម្រង់ដែលយើងចង់បានទៅបាទអញ្ចឹងតើតង់ទៅលើ brush របស់យើងប្រើជា preset យើងប្រើជាលក្ខណៈការដាក់ពន្លឺដាក់ស្មៅដាក់លុបឬក៏បិទឬក៏បង្ហាញទៅលើ platform បានបាទអញ្ចឹងយើងប្រើវាប៉ុណ្ណេះចុះយើងមកមើលឧបករណ៍បន្ទាប់មកទៀតគឺលក្ខណៈ pencil បាទឧបករណ៍ pencil របស់យើងតើតង់ទៅលើ pencil របស់យើងប្រើវាធ្វើការសម្រាប់សរសេរអក្សរបែបនេះបាទយើងប្រើវាសម្រាប់សការតើទៅលើការសរសេរបែបនេះណាតែបែបហ្នឹងប៉ុន្តែយើងទៅលើឧបករណ៍ហ្នឹងវាសរសេរទៅវាមិនស្អាតវាមិន smooth ល្អដូចឧបករណ៍ឬក៏ជាកម្មវិធីមួយសម្រាប់ធ្វើការសរសេរហ្មងទេបាទអញ្ចឹងយើងរៀនដល់កម្មវិធី AI ចាំយើងនឹងលម្អិតទៅតាមទៅលើការសរសេរទៅលើការពុតអក្សរតែម្ដងបាទនេះក៏ណាខ្ញុំបង្ហាញទៅតាមលើ pencil របស់យើងប្រើវាបែបហ្នឹងបាទអញ្ចឹងតើតាមទៅលើឧបករណ៍ color replacement របស់យើងគឺយើងប្រើវាសម្រាប់ធ្វើការផាត់ទៅលើ color របស់យើងបាទយើងចង់បាន color បែបម៉េចឥឡូវថាយើងចូលមកដូរកន្លែងនេះ color ពណ៌ឡានណាបាទយើងដូរវាអញ្ចឹងកន្លែងហ្នឹងកន្លែងនេះវាជាមុខប្រាស់ដូចគ្នាដែរណាវាមុខប្រាស់របស់យើងណាក្នុងការប្រើដូចគ្នាហើយកន្លែង sprang របស់យើងនេះយើងយកវាទី2មកដើម្បីធ្វើការផាត់វាអញ្ចឹងកន្លែងlimit របស់យើងនេះយើងយកវាជាខាងលើនេះ discount show off បាទកន្លែងនេះយើងយកលើនឹងមកហើយកន្លែង color កន្លែង mode នេះយើងយកវាជា show មើលយើងផាត់ទៅបែបម៉េចអញ្ចឹងកន្លែងនេះខ្ញុំដាក់វាជាពណ៌ផ្សេងមើលបានអត់ហើយទីទៀតខ្ញុំនឹងបង្ហាញតទៅលើការបដូរពណ៌ឡានយើងអត់ចាំបាច់មកផាត់ខ្ញុំចំណាយពេលទេតិចលើវាមកវាចូលឲ្យយើងណាហើយយើងអាចផាត់ចឹងផាត់ចឹងមកអូខេយើងផាត់ទៅតាមទម្រង់ណាបាទផាត់ចឹងមកណាផាត់ចឹងអញ្ចឹងគឺយើងឃើញថានៅពេលដែលយើងផាត់ចឹងទៅវាយូរទៅត្រូវហ៎បាទអញ្ចឹងយើងអត់ចាំបាច់ចំណាយពេលមកផាត់វាមកខាងពេលវេលារបស់យើងទេយើងមាន technique មួយក្នុងការផ្លាស់ប្ដូរពណ៌បាទនៅពេលដែលយើងរៀនដល់ការបដូរទៅលើឬក៏យើងរៀនទៅដល់ការកែពណ៌កែពន្លឺហ្នឹងយើងដឹងទៅអញ្ចឹងឧទាហរណ៍បើយើងចង់កែវាហ្មងមានអីពិបាកយើងចូលកន្លែង adjustment យើងវាដាក់ hue saturation យើងចូលកន្លែងនេះដាក់វាមកធ្វើការផ្លាស់ប្ដូរវាបានបាទអញ្ចឹងងាយបាទវាលឿនបែបហ្នឹងអញ្ចឹងទៅលើឧបករណ៍នេះក៏ខ្ញុំឧទាហរណ៍ទេយើងប្រើវាសម្រាប់ធ្វើការផាត់បែបហ្នឹងប៉ុន្តែជាក់ស្ដែងយើងចង់ធ្វើការផ្លាស់ប្ដូរយើងធ្វើការផ្លាស់ប្ដូរក៏កន្លែង adjustment ធ្វើការបដូរទៅលើ color ហ្នឹងមកបានឲ្យងាយលឿនទៀតផងបាទអញ្ចឹងតើតាំងទៅលើ placement color replacement tool របស់យើងធ្វើការប្រើវាសម្រាប់ការបដូរពណ៌បែបហ្នឹងតើតាំងទៅលើ mixer brush tool របស់យើងធ្វើការប្រើវាសម្រាប់ធ្វើការចម្លងបែបម៉េចបាទយើងមករកតើតាំងទៅលើនេះមួយចុះផ្លែពណ៌មួយឬក៏ strawberry បាទ strawberry មួយមក
បាទខ្ញុំដាក់វានៅនេះមួយមកបន្តមកទៀតខ្ញុំធ្វើការ copy ទៅលើនេះមួយសិនដើម្បីចម្លងវាអញ្ចឹង copy ខ្ញុំធ្វើការដាក់ select យកពាក្យថា select យកពាក្យថា subject មកវា select ទៅលើរូបរបស់យើងសិនបាទឧបករណ៍ទាំងអស់នេះដូចយើងជារៀនហើយបន្តមកទៀតយើងធ្វើការ copy វាមួយយកពាក្យថា control board J ខ្ញុំ copy បានហើយខ្ញុំបិទផ្នែក background ខាងក្រោមខ្ញុំទុកប៉ុណ្ណេះខ្ញុំ scale វាតូចមកបាទខ្ញុំដាក់ប៉ុណ្ណេះហើយយើងមកមើលឧបករណ៍ខាងក្រោមគេនឹងមក mixer Presto បាទឧបករណ៍ហ្នឹងគឺជាឧបករណ៍សម្រាប់ធ្វើការចម្លងខ្ញុំបិទអាកន្លែងនេះមួយសិនខ្ញុំបើកកន្លែងហ្នឹងបាទខ្ញុំព្រីកឲ្យធំហើយកន្លែង custom នេះយើងយក custom ហ្នឹងមកកន្លែង width កន្លែង load អីហ្នឹងយើងដាក់ប៉ុណ្ណឹងតាមវាមកអត់អីទេបាទឥឡូវយើងធ្វើការចម្លងទៅលើ scan នេះហ្នឹងខ្ញុំចុច alt មួយជាប់មកគិតលើវាប៉ក់អញ្ចឹងវាចូលនៅវាចូលហើយនេះឃើញកន្លែងនេះវាចូលខ្ញុំคลิกកន្លែងនេះវាបានឃើញហើយបាទគឺបែបហ្នឹងបាទយើងអាចអូសចឹងមកបានទៅតាមទម្រង់ហ្នឹងទៀតបាទវាតាំងដែរគឺចឹងមកហើយវាចូលបែបពណ៌នេះវិញអញ្ចឹងយើងប្រើវា scale វាមកវាមកចូលវាបែបពណ៌យើងមើលសិនទៅលើ opacity ទៅលើអីហ្នឹងឃើញហើយអីទេយើងច្រឡងវាម្ដងទៀតប៉ក់អូខេបាននេះដែរបាននេះដែរបាទទៅលើឧបករណ៍ mixer brush របស់យើងប្រើវាសម្រាប់ធ្វើការចម្លងយើងមិនសូវជាប្រើវាទេយើងប្រើវាម្ដងការអញ្ចឹងតើតង់ទៅលើ brush tool របស់យើងគឺយើងប្រើវាសម្រាប់ធ្វើការបង្កើតស្រមោលបង្កើតពន្លឺដាក់ពន្លឺលាក់ឬក៏បង្ហាញយើងប្រើវាបានឯទៀតយើងអាចប្រើជាទម្រង់ preset បានទៀតបាទចាត់ទៅលើ brush របស់យើងហើយទៅលើ pencil ធ្វើការសរសេរអក្សរអញ្ចឹងទៅលើ color replacement ធ្វើការបដូរទៅលើពណ៌អញ្ចឹងទៅ mixer ធ្វើការចម្លងអញ្ចឹងទៅបាទជាទូទៅយើងតែងតែប្រើទៅលើ brush តែមួយទេបាទ brush យើងប្រើវាច្រើនណាបាទអញ្ចឹងតាក់ទងទៅលើមេរៀន brush tool របស់យើងឧបករណ៍ brush tool របស់យើងមានតែប៉ុណ្្នឹងទេហើយយើងជួបគ្នានៅឧបករណ៍បន្តមកទៀតបាទអញ្ចឹងយើងជួបគ្នានៅក្នុងវីដេអូបន្តមកទៀតសូមអរគុណ